live លក់ផលិតផលបែប slon លឿននៃទីផ្សារមួយហ្នឹងគឺល្បីខ្លាំងមែនតើនៅចិនខ្ញុំក៏ឃើញនៅខ្មែរយើងប្រើវិធីសាស្ត្រហ្នឹងខ្លះដែរហើយឃើញថាវាជោគជ័យដូចគ្នាអញ្ចឹងបើសិនជាសួរខ្ញុំថាចូលចិត្តមនុស្សបែបនិយាយលឺសែកអត់គឺខ្ញុំអត់ចូលចិត្តទេប៉ុន្តែបើរឿង off Facebook គឺអត់ដែរម្លងទេហើយគេ live វីដេអូបែបនិយាយលឺភុងផាំងអីហ្នឹងយ៉ាងហោចណាស់ក៏ឆ្លៀតមើលមិនផ្លែតដែរអញ្ចឹងមិនថាមាត់ខុសពីចិត្តណានៅហ្នឹងគឺជាកន្លែងមួយដ៏ធំប្រចាំប្រទេសចិនដែលលក់ផលិតផលកសិកម្មបែបផ្លែឈើអីចឹងទៅឆ្ងល់ដូចខ្ញុំមកនៅពីក្រោយការ live បែបលឿនslon ភ្លឺហ្នឹងគេរៀបចំអីគេខ្លះពេលខ្លះអ្នក live វីដេអូហ្នឹងតែម្នាក់ឯងប៉ុន្តែអ្នកនៅក្រៅឆាកឡើង5 6នាក់ចាំរៀបចំចាំមើលហើយពេលហ្នឹងក៏គេបានហៅអ្នកចូលរួមខ្មែរយើងចូលទៅក្នុង live វីដេអូគេដែរទៅអ្នកលក់គេមានអា sales skill រស់និយម friendly ហ្នឹងហ្មងនិយាយទៅនៅចិនណាគេយកអាការ live ហ្នឹងជាមធ្យោបាយចម្បងក្នុងការផ្សព្វផ្សាយផលិតផលគេហ្មងទោះអាជីវកម្មអ្នកទាំងអស់នេះនៅកលុកកលៀតខេត្តណាក៏ដោយគឺតែងតែមានអាសមាគមគេដើម្បីជួយប្រហាត់ប្រហែលលើភាព live វីដេអូហើយ app ចិនធំដូច Taobao Pinduoduo អីហ្នឹងគេរៀបចំជា training center នៅតាមភូមិតូចដើម្បីពង្រៀនម្ចាស់អាជីវកម្មតូចនៅតាមភូមិនៅតាមអីហ្នឹងក្នុងការរបៀប live វីដេអូផលិតផលឬផ្សព្វផ្សាយផលិតផលក្នុងស្រុកគាត់ជាដើមបើនៅខ្មែរយើងមានទីតាំង station បែបហ្នឹងច្រើននៅតាមភូមិស្រុកអីផ្សេងខ្ញុំគិតថាវាអាចជួយសម្រួលអាជីវកម្មរបស់ពួកគាត់ច្រើនមែនតើជាពិសេសម្ចាស់អាជីវកម្មតូចដែលគាត់មានផលិតផលល្អប៉ុន្តែគាត់អត់សូវចេះផ្សព្វផ្សាយផលិតផលរបស់ពួកគាត់